นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนตយសៈវន្តិមិទូព្រះបង្គំអង្គខ្ញុំកណាសូមអភិវឌ្ឍបន្ទន់កាយក្រៅសំពះនៃគុណកតង្បីទី1គឺពុទ្ធរតនៈទី2គឺពធទី3គឺប្រសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាมื่นលើកសូមនមស្ការថ្វាយបង្គំចំពោះព្រះមេគុណខេត្តបាត់ដំបងព្រមទាំងព្រះអនុគុណក្រុងព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូចាតកាវត្តនមិត្តរាជបុប្ផារាមហៅវត្តវិឆាក្រុងបាត់ដំបងខេត្តបាត់ដំបងសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូសុទ្ធស្ដាំព្រះអង្គគ្រូសុទ្ធឆ្វេងព្រះវិខុអង្គសាមណេរមហាថេរានុថេរៈគ្រប់ព្រះអង្គមួយលើកសូមចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទលោកយាយលោកតាឧបាសកនៃជាឧបាសិកាបងប្រុសបងស្រីយុវជននិងយុវតីនៅថ្ងៃនេះជាថ្ងៃសុក្រ500ខែជេសឆ្នាំម្សាញ់អត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី5ខែមិថុនាឆ្នាំ2026ដោយការឡាយចែកអំពី Facebook ថ្មភាពផ្ទាល់ណាហៅថាលោកតាគោដែលញោមញាតពុទ្ធបរិស័ទស្គាល់ម្យ៉ាងវិញទៀតនៅ YouTube ណាភិក្ខុជាគោឬក៏ជាគោប៉ុណ្ណាធម្មៈណាគឺផ្សាយចេញអំពីពធបែញោមញាតពុទ្ធបរិស័ទប្រុសស្រីដោយយប់នេះធម្មភាពនឹងសូមប្រកេននឹងជួនដំណឹងដល់ញោមញាតពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបគុំយដ្ឋានថានាថ្ងៃខាងមុខអាត្មាភាពណានឹងធ្វើបុណ្យលក្ខណៈនុបទាននឹងគម្រប់ខួប6ឆ្នាំដើម្បីឧទ្ទិសកុសលជូនចំពោះឧបាសិកាច័ន្ទយានណាត្រូវជាយាយបង្កើតរបស់អាត្មាភាពផ្ទាល់មួយលើកដែលញោមញាតពុទ្ធបរិស័ទខ្លះគាត់បានដឹងបានឮហើយម្យ៉ាងវិញទៀតញាតិញោមក៏បានចូលរួមណាជាចង្ហាន់មួយតុកហ្នឹងក៏បានជាច្រើនណាហើយញាតិញោមដែលឲ្យបច្ច័យក៏អាត្មាផុសណាញោមហើយក៏ខ្លះក៏មិនបានផុសអញ្ចឹងគឺសូមបញ្ជាក់ញាតិញោមពុទ្ធបរិស័ទថាចង្ហាន់គឺមួយតុកស្មើនឹង60000រៀលបើយើងគិតជាដុល្លារស្មើនឹង$15បងអញ្ចឹងក្រែងញាតិញោមពុទ្ធបរិស័ទគុណចាស់គ្រប់ព្រះអង្គក្រែងចង់មានសទ្ធាជ្រះថ្លាចង់ចូលរួមណាជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ126អង្គនៅក្នុងវត្តធនមិត្តរាជបុប្ផារាមហៅវត្តវិឆាក្រុងបាត់ដំបងខេត្តបាត់ដំបងហើយសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចេះដោយការសម្បត្តិនោះអាត្មានឹងដាក់កម្មវិធីពេលល្ងាចអញ្ចឹងអធិស្ឋានផងអញ្ចឹងអាត្មាភាពណាយើងធ្វើតែមួយព្រឹកទេប៉ុណ្ណាកម្មវិធីពេលព្រឹកហ្នឹងយើងវាមានញឹកបន្តិចហើយណាយើងដាក់ថ្ងៃ14កើតខែបឋមសាទឆ្នាំអមីអថស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី28ខែមិថុនាឆ្នាំ2024នៅវេលាម៉ោង6ព្រឹកណាយើងប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង8ណានិមន្តព្រះសង្ឃសម្ដែងពធមទេសនាក្រែ2ដោយព្រះអង្គគ្រូណាលោកគ្រូវ៉ាន់ចិន្តាជាព្រះអង្គគ្រូចតកវត្តមឹម
ហើយនឹងព្រះអង្គគ្រូភិក្ខុតថាធម្មោមើលរឿងព្រះអង្គគ្រូទៅស្ដាំវត្តបច្ឆាផ្ទាល់នេះហើយបន្ទាប់មកវេលាម៉ោង9យើងនិមន្តព្រះសង្ឃ126ព្រះអង្គនិមន្តគោចរបិណ្ឌបាតណាអញ្ចឹងញោមពុទ្ធបរិស័ទប្រុសស្រីត្រៀមណាត្រៀមហ្នឹងគឺនេះទេណាញោមណាគឺរបស់ណាដែលស្រាលស្រាលញោមដឹងហើយណារបស់ណាដែលស្រាលស្រាលគឺបច្ច័យណាញោមណាណាអញ្ចឹងមានទឹកក្រូចមីអីជាដើមទៅបងណាហើយបន្ទាប់មកវេលាម៉ោង10កន្លះណាយើងនិមន្តព្រះសង្ឃទាំង126អង្គនឹងឯងទទួលផាត់ថ្ងៃត្រង់វេលាម៉ោង11អញ្ជើញភ្ញៀវកិត្តិយសទាំងអស់ប៉ុណ្ណាទទួលទាននៅភោជនាអាហារជាកិច្ចនៃបញ្ចប់នៅក្នុងកម្មវិធីបន់ហើយអាត្មាភាពក៏សូមថ្លែងអំណរអគុណដល់ញោមណាម៉ារីយ៉ាសំអាងការណាដែលបានឧបត្ថម្ភនៅណាក៏តែជ្រក់ណាចំនួន200កែវហើយសូមថ្លែងអំណរអគុណដល់ញោមប្រុសទូចញញឹមអើយណាឈ្មោះវិរោះណាណាដែលបានជួយឧបត្ថម្ភនៅគោលការណ៍សម្រាប់ប្រគេនប្រសង់នៅថ្ងៃត្រង់ណាអញ្ចឹងក៏សូមបុណ្យកុសលហើយម្យ៉ាងទៀតញោមពុទ្ធបរិស័ទប្រុសស្រីគឺអាត្មានឹងចាប់ផ្ដើមណា live ឬក៏ជួលដំណឹងផុសជាវីដេអូខ្លីៗដែលញោមចូលរួមណាជាចង្ហាន់អញ្ចឹងញោមពុទ្ធបរិស័ទណាប៉ុននេះយើងធ្វើនៅវត្តហនុមិត្តអេរិបភារាមហៅវត្តបច្ឆាក្រុងបាត់ដំបងខេត្តបាត់ដំបងណាមិនមែនអីជាពវិសុទេអញ្ចឹងញោមណា live នេះគឺ live ចេញអំពី Facebook អាត្មាភាពផ្ទាល់ណាញោមបើបានឃើញបានអីជួយ like ណាជួយ share ដើម្បីចែករំលែកដល់ញោមពុទ្ធបរិស័ទឲ្យបានច្រើនកកកហើយថ្ងៃហ្នឹងសូមអញ្ជើញមកបានច្រើនកកកហើយអាត្មាទទួលអីខ្វះក្តីណាខុសត្រូវអីយ៉ាងណាជាស្រ័យញោមមិនបានមើលគប់ត្រង់គប់ជ្រោយទេណាអញ្ចឹងញោមណាមិនដឹងថាបានមនុស្សច្រើនអត់មិនដឹងថាញាតិញោមចូលរួមច្រើនអត់ថ្ងៃហ្នឹងសូមជម្រាបថាថ្ងៃទី28ខែមិថុនាប៉ះថ្ងៃអាទិត្យណាថ្ងៃមន្ត្រីរាជការឈប់សម្រាកអញ្ចឹងសូមសង្ឃឹមថាជឿជាក់លើញាតិញោមពុទ្ធបរិស័ទហ្នឹងចូលរួមឲ្យបានច្រើនកកកមកប៉ុណ្ណាតាបានបុណ្យបានកុសលបានមគ្គ4ផល4ដល់ពៀន1ឲ្យបានរួចចាក់ទុកទាំងពួងណាបើញោមញាតិពុទ្ធបរិស័ទប្រុសស្រីគំរូគំនិតឋានណាក្រៃមានសទ្ធាជ្រះថ្លាចូលរួមណាជាចង្ហាន់សូមតំណាក់តំណងលេខទូរស័ព្ទអាត្មាភាពផ្ទាល់ព្រះភិក្ខុជាគោគឺមាន011 48 16 41 011 48 16 41 088 46 43 654 088 46 43 654មានតែ2ប្រព័ន្ធនឹងឯងញោមបើលេខខុសពីហ្នឹងក៏បោកហើយបងអញ្ចឹងបើញោមចង់ចូលរួមអីឆាតមកណា Facebook អាត្មាភាពផ្ទាល់ហើយដោយសារ Facebook អាចារ្យហ្នឹងគឺក្រុមហ៊ុន ban ទៅហើយណាញាតិញោមណាអញ្ចឹងគឺសង្ឃឹមជឿជាក់លើញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានមើលការទស្សនាការ live ណាសូមអញ្ជើញមកបានច្រើនកកកថ្ងៃអាទិត្យយើងជួបគ្នាថ្ងៃទី28នៅវត្តហនុមិត្តអេរិបភារាមហៅវត្តបច្ឆាសូមអញ្ជើញមកបានច្រើនកកកមកប៉ុណ្ណាណាអញ្ចឹងគឺញាតិញោមចូលរួមឧបត្ថម្ភជាចង្ហាន់ប៉ុណ្ណាណាគឺបញ្ជាក់ថាមកຕົក60000រៀលទេណាញាតិញោមពុទ្ធបរិស័ទអាត្មាជំរាបនៅហូបវិញញោមណាទី1ឡមជូរត្រីឆ្អើបើញាតិញោមស្គាល់ហើយមជូរត្រីឆ្អើបើណាមានពេញប៉ោះមានក្អើកឈូកអីជាដើមមានម្ទេសផ្លោកញោមណាអញ្ចឹងញាតិញោមក្រែងជួយបន្លាក់បន្លែក៏បានដែរណាបន្លែនេះអាត្មាទទួលយកថ្ងៃទី25បើណាញោមណា25 20ញោមណាសូមអញ្ជើញមកឧបត្ថម្ភណាហើយមួយទៀតណាទឹកគ្រឿងញោមកន្លែងញោមមានស្ដៅមានអីមានសណ្ដែកមានត្រសក់ណាញោមណាមានសាឡាត់មានអីអញ្ជើញមកក្របអីអាត្មាទទួលយកទាំងអស់ណាញោមឧបត្ថម្ភស្រស់មកណាជួយមកអាត្មាទទួលដែរព្រោះតិចក្តីច្រើនក្តីដើម្បីយើងយកមកណាធ្វើចង្ហាន់ប្រគេនព្រះសង្ឃការកម្លាំងសាមគ្គីគ្នាព្រះសម្មាសម្ពុទ្ធសម្ដែងថាសាមគ្គីតបោសុខោការរួបរวมគ្នាសាមគ្គីរមែងនាំមកនៅសេចក្តីសុខការធ្វើតាមតក្កណានុបទានប្រកបដោយអង្គ3ទី1ឧទ្ទិសសេនៈទី2អនុមោទនា
ទី3តក្កណាយសម្បទាសូមញាតិញោមពុទ្ធបរិស័ទបានស្ដាប់ទាំងអស់គ្នាហើយសូមជួយ like ជួយ share ជួយ subscribe YouTube ផងប៉ុណ្ណាអញ្ចឹងពីអាត្មាភាពខុសត្រូវអីយ៉ាងណាសូមអធ្យាស្រ័យសូមនមស្ការលានិងសូមចម្រើនពរលាសូមអនុមោទនា